បាទបើសិនជាបញ្ហាដែលយើងច្រើនជួបញឹកញាប់គឺបញ្ហាតាក់ទងទៅនឹងបញ្ហាសុខភាពដូចជាគាត់មានបញ្ហាដូចថាស្បែកណាឧទាហរណ៍ថាស្បែកគាត់វែងអញ្ចឹងកាលណាគាត់មានស្បែកចុងវែងអញ្ចឹងទៅធ្វើឲ្យវាការរស់នៅជាមួយដៃគូការរស់នៅជាមួយដៃគូធ្វើឲ្យគាត់នឹងមានបញ្ហាមិនប្រក្រតីឬក៏ងាយទៅនឹងឆ្លងរោគឬក៏ងាយធ្វើឲ្យមានការអឺឈឺចាប់ឬក៏ចង្កាវាអាចមានបញ្ហាហើមធំខ្លាំងដែលធ្វើឲ្យគាត់ក៏មានបញ្ហាកាងដៃគូក៏មានបញ្ហាដែរបាទហើយបញ្ហាមួយទៀតគឺតកតងទៅនឹងរឿងដែលថាគាត់ដូចថាមិនសូវមានចំណងផ្លូវភេទបាទចំណងផ្លូវភេទនោះបានន័យថាចង្ការគាត់ដូចថាមិនអារម្មណ៍របស់គាត់នឹងធ្លាក់ចុះឬក៏មានបញ្ហាដែលថាមិនឡើងឬក៏ធ្វើឲ្យវិបត្តិកន្លែងប្រដាប់ភេទរបស់គាត់ហ្នឹងគឺថាវាទៅជាមានប្រេះឬក៏មានស្បែករឹងក្រិនឬក៏មានសញ្ញាដុសសាច់អីផ្សេងដែលនៅជុំវិញនៅលើប្រដាប់ភេទហ្នឹងធ្វើឲ្យគាត់ហ្នឹងថាមានទំនាក់ទំនងដៃគូហ្នឹងគឺធ្វើឲ្យមានការធ្លាក់ចុះទាំងសតិអារម្មណ៍ទាំងចំណងផ្លូវភេទទាំងផ្លូវកាយរបស់គាត់ហ្នឹងគឺធ្លាក់ចុះទាំងខ្លួនគាត់ទាំងដៃគូគាត់បាទ SP Clinic ដៃគូបង្កើតក្តីសុខសុភមង្គលបែបធម្មជាតិ Mother of Natural Fertility Care